ចលនាជាតិតស៊ូត្រូវបានបង្កើតឡើងតាមរយៈសមាជប្រជាជនដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី22ខែមីនាឆ្នាំ2025ចលនានេះមានលោកសំរងស៊ីជាប្រធានលោកកឹមសុខជាអ្នកនាំពាក្យនិងលោកឆាំឆានីជាប្រធានក្រុមជំនួយការសេចក្តីប្រកាសព័ត៌មានបានអះអាងថាចលនានេះត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់នយោបាយសន្តិភាពងើបមួយវ័យមួយជំនួសមកវិញដោយសន្តិភាពមានទុកម្នាក់ដោះស្រាយជូនម្នាក់និងទាមទារយុត្តិធម៌ឲ្យបានជោគជ័យតែចលនាជាតិតស៊ូរបស់លោកសំរងស៊ីនឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេលោកសំរងស៊ីប្រធានចលនាជាតិតស៊ូដែលទើបបង្កើតឡើងនៅថ្ងៃទី22ខែមីនាឆ្នាំ2025បានថ្លែងនៅក្នុងសមាជប្រជាជននៅក្នុងទីក្រុងប៉ារីសយ៉ាងដូចនេះថាខ្ញុំសូមអំពាវនាវដល់ខ្មែរទាំងអស់អត់មាននិយាយរឿងគណៈបកឥឡូវនិយាយរឿងជាតិសូមដោះអាវបកពាក់អាវជាតិនេះយើងសម្ដៅទៅខ្មែរទាំងអស់ក្នុងជួរគណៈបកប្រជាជនកម្ពុជាក៏មានអ្នកស្នេហាជាតិដែរក៏មានអ្នកឈឺចាប់ដែរក៏មានអ្នកព្រួយបារម្ភពីវាសនាប្រទេសជាតិដែរគ្រាន់តែគេមិនហ៊ាននិយាយពីព្រោះហ៊ុនសែនពូកែសម្លុតគ្នាគាត់ក៏គាត់សម្លុតតែគាត់ធ្វើបាបយើងគឺមែនតើណាគាត់សម្លុតគ្នាគាត់ថាឲ្យតែហ៊ានមកចាប់ដៃជាមួយសពរាំងស៊ីជាមួយអ្នកស្នេហាជាតិគឺគាត់នឹងធ្វើបាបគ្នាគាត់នៅជុំវិញគាត់សប្តាហ៍ដោយពួកគាត់ធ្វើបាបយើងដូច្នេះអ្នកឈឺចាប់ច្រើនណាស់អញ្ចឹងហើយបានរួបរวมគ្នាកុំនិយាយពីរឿងបកនិយាយពីរឿងជាតិធ្វើឲ្យយើងអាចរួបរวมគ្នាគ្រប់គណៈបកទាំងអស់អាចរួបរวมគ្នាលោកប៉ែនបូណាប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថ្លែងថារដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៍នឹងចលនាជាតិតស៊ូរបស់លោកសំរងស៊ីដែលបង្កើតឡើងនៅពេលនេះឡើយរាជរដ្ឋាភិបាលអត់មានចាប់អារម្មណ៍ទៅលើនយោបាយអីបៃលុកបៃឡអង្គកំប៉ុងនឹងទេបាទពីព្រោះវាអត់មានរឿងអីថ្មីយើងដឹងហើយបន្តិចគេនឹកឃើញទៅបង្កើតនេះទៅបន្តិចគេនឹកឃើញទៅបង្កើតនោះទៅបង្កើតនិយាយថាពីចលនានឹងវារាប់ភ្លេចទៅហើយប៉ុន្តែបង្កើតហើយក៏បាត់ទៅវិញបង្កើតហើយក៏បាត់ទៅវិញដោយសារអីដោយសារតែអត់មានគោលនយោបាយច្បាស់លាស់អត់មានទស្សនវិស័យអត់មានគំនិតអីថ្មីទេបាទគឺនឹកឃើញអីក៏ចេះតែធ្វើហ្នឹងទៅនេះជាមូលហេតុដែលធ្វើឲ្យក្រមចលនាប្រឆាំងជ្រុលនិយមហ្នឹងគឺអស់អាលីងឥឡូវនេះយើងឃើញហើយលោកសំរងស៊ីគាត់ទៅណាមកណាឃើញមានតែនៅសល់តែ2នាក់ប្តីប្រពន្ធគាត់ហ្នឹងហើយអ្នកថតរូបឲ្យគាត់ម្នាក់ទេប៉ុណ្ណឹងតែពីហ្នឹងគេរត់ចោលអស់ហើយដោយសារតែនយោបាយដដែលអត់មានអីថ្មីហើយជានយោបាយដែលអត់មានប្រយោជន៍បាទរដ្ឋាភិបាលមិនចាប់អារម្មណ៍ទៅលើរឿងអស់ទាំងហ្នឹងទេបាទលោកកឹមសុខអ្នកនាំពាក្យចលនាជាតិតស៊ូថ្លែងថាចលនានេះត្រូវបានបង្កើតឡើងដើម្បីទាមទារយុត្តិធម៌ដែលធានាដោយច្បាប់អ្វីដែលយើងធ្វើគឺសន្តិភាពតវ៉ាមួយរកយុត្តិធម៌ឲ្យម្នាក់ចលនាជាតិតស៊ូគឺសន្តិភាពតវ៉ាម្នាក់រកយុត្តិធម៌ឲ្យម្នាក់ហេតុអីចេញតវ៉ាវាលំបាកពេកហើយបានចេញតវ៉ានោះបើសិនជាទុកសោកតិចបន្តួចចេញតវ៉ាទេអត់ចេញតវ៉ាទេទុកសោកនឹងធំអញ្ចឹងយើងត្រូវជួយប្រជាពលរដ្ឋយើងនៅក្នុងប្រទេសនោះប្រាប់ពួកគាត់ថាយើងធ្វើដំណើរទៅកាន់ទិសដៅសន្តិភាពតវ៉ាម្នាក់រកយុត្តិធម៌ជូនម្នាក់យើងច្បាស់លាស់ទាំងអស់គ្នាក្នុងការតស៊ូជាមួយគ្នាហើយខ្ញុំសូមបញ្ជាក់ចុងក្រោយថាយើងតស៊ូជាមួយគ្នាដោយសារយើងមានសេចក្តីសង្ឃឹមរបស់យើងគឺបញ្ចប់សន្តិភាពងើបមួយវ័យមួយជំនួសដោយសន្តិភាពមានទុកម្នាក់ដោះស្រាយជូនម្នាក់លោកបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាយល់ថាចលនាជាតិតស៊ូរបស់លោកសំរងស៊ីនឹងគ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលកម្ពុជានោះឡើយវាដូចថាវាមិនមានជាលក្ខណៈច្បាប់វាមិនមានជាឥទ្ធិពលអីទេខ្ញុំឃើញមនុស្សនៅក្នុងហ្នឹងវាមាន3នាក់មានលោកសំស៊ីមានលោកកឹមសុខនិងមានលោកម្នាក់ទៀតអញ្ចឹងណាបាទអញ្ចឹងទី1វាអត់មានលក្ខណៈផ្លូវច្បាប់អីទេវាជាការបង្កើតគ្រាន់តែជាចរន្តរលកនយោបាយតាមរបៀបលោកសំស៊ីដែលបង្កើតចលនានេះចលនានោះនឹងជាច្រើនមកហើយតាមខ្ញុំយល់ចលនាតស៊ូដែលក្រងបង្កើតឬបង្កើតហើយក៏មិនដឹងដែរនេះវាគ្មានទៅជាអធិពលដុំកំភួនអីទេវាជាចលនាមួយ
គ្រាន់តែឲ្យលឺសំឡេងនយោបាយដោយបង្កើតមួយបរាជ័យទៅបង្កើតមួយទៀតអញ្ចឹងទៅបាទអញ្ចឹងវាគ្មានបានជាសាច់កាយទេហើយតាមខ្ញុំយល់គឺជាបង្កើតជាសំឡេងឲ្យលឺសំឡេងនយោបាយដើម្បីផលប្រយោជន៍នយោបាយផលប្រយោជន៍ថវិការបស់ក្រមលោកសំស៊ីប៉ុណ្ណោះអញ្ចឹងនេះជាអ្វីមួយដែលអ្នកនៅខាងក្នុងស្រុកឬក្រៅស្រុកក៏ដោយក៏គួរតែពិចារណាចូលរួមឬមិនចូលរួមជានិស្សិតទេក៏ប៉ុន្តែគួរតែពិចារណាពីព្រោះគាត់បង្កើតច្រើនមកហើយមិនឃើញជាប្រយោជន៍មិនបានឃើញជាសាច់ការអីទេបាទលោកសេចជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវគាត់សម្គាល់ថាលោកសំរងស៊ីនៅតែមានឥទ្ធិពលនយោបាយមកលើប្រទេសកម្ពុជាតាមរយៈបទពិសោធន៍នៃការដឹកនាំប្រឆាំងរបស់គាត់ជាយូរឆ្នាំមកនេះក៏អាចបង្ហាញថាគាត់គឺជាបុគ្គលម្នាក់នៅតែមានឥទ្ធិពលហើយនឹងធ្វើឲ្យគណៈបកកណ្ដាលអំណាចនៅតែមានការព្រួយបារម្ភចំពោះសកម្មភាពឬក៏ការរៀបចំណាមួយរបស់គាត់ដើម្បីប្រឆាំងជាមួយនឹងការដឹកនាំក្នុងប្រទេសនាពេលបច្ចុប្បន្នហ្នឹងលោកសំរងស៊ីគឺជាអ្នកនយោបាយនិរទេសចេញពីកម្ពុជាហើយធ្វើនយោបាយពីចម្ងាយទប់ទល់ជាមួយនឹងរដ្ឋាភិបាលកម្ពុជាដែលមានគណៈបកប្រជាជនកម្ពុជាកំពុងតែកាន់អំណាចហើយរាល់សកម្មភាពនៅក្រៅប្រទេសយើងឃើញហើយវាបានបង្ហាញអំពីសកម្មភាពនិងឥទ្ធិពលមួយចំនួនមានការជះភាពមិនល្អទៅដល់រដ្ឋាភិបាលដូចជាក្នុងករណីរដ្ឋាភិបាលតែងតែទទួលរងនៅសម្ពាធតាមគ្រប់រូបភាពហើយគណៈបករដ្ឋាភិបាលមួយនេះគឺតែងតែបង្កើនសម្ពាធទៅលើរដ្ឋាភិបាលហើយជំរុញឲ្យមានការធ្វើកំណែទម្រង់ដើម្បីដោះស្រាយបញ្ហាប្រឈមធំដែលកើតមាននាពេលបច្ចុប្បន្ននេះចង់ឲ្យវិលទៅរកភាពប្រក្រតីដូចមុនឆ្នាំ2017លោកសុនដារាសកម្មជនគណៈបកប្រឆាំងនៅក្រៅប្រទេសបានថ្លែងថាការទាមទាររបស់ចលនាជាតិតស៊ូគឺឈរលើយុទ្ធធម៌ជាធំការប្រយុទ្ធរបស់យើងគឺឈរលើទាមទារយុត្តិធម៌មនុស្សឲ្យតែមានពាក្យយុត្តិធម៌សេរីភាពគឺទទួលការគ្រប់គ្រងគឺស្លាប់រស់ដោយសារពាក្យហ្នឹងពួកជនផ្ដាច់ការប្រយុទ្ធដោយប្រើហិង្សាកាប់សម្លាប់ចាក់ចោលកាន់តែប្រយុទ្ធកាន់តែសាហាវកាន់តែស្អប់ហូបសូម្បីតែមនុស្សជុំវិញខ្លួនហ្នឹងក៏លែងទុកចិត្តដែរណាអញ្ចឹងបានបងប្អូនខ្ញុំចង់បញ្ញត្តិស្មារតីថាកុំខ្លាចការប្រយុទ្ធតស៊ូពីព្រោះយើងកាន់តែប្រយុទ្ធយើងកាន់តែឈ្នះព្រោះយើងឈរលើគោលការណ៍ទាមទារយុត្តិធម៌ពួកជនផ្ដាច់ការកាន់តែប្រយុទ្ធកាន់តែចាញ់ព្រោះឈរលើភាពប្រេងផ្សៃលោកបណ្ឌិតយងពៅយល់ថាប្រសិនបើពលរដ្ឋឬសកម្មជននយោបាយនៅក្នុងប្រទេសចូលរួមជាមួយចលនារបស់លោកសំរងស៊ីនៅពេលនេះអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ប្រជាពលរដ្ឋមិនគួរនឹងចូលរួមចលនាអ្វីមួយរបស់គាត់ទេពីព្រោះគាត់ជាមានទោសទណ្ឌច្រើនរួចស្រេចទៅហើយក្នុងច្បាប់កម្ពុជាអញ្ចឹងប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅឯក្នុងប្រជាណាចក្រកម្ពុជាដែលត្រូវអនុវត្តច្បាប់កម្ពុជាប្រសិនបើចូលរួមចលនាណាមួយដែលប៉ះពាល់ដល់ស្ថិរភាពនយោបាយស្ថិរភាពនៅកម្ពុជាឬការប៉ះពាល់ដល់ច្បាប់កម្ពុជាវានាំតែមានបញ្ហាដល់ខ្លួនទេពីព្រោះក្រុមរបស់គាត់សិតតែជាក្រុមដែលដឹកនាំដោយលោកសំស៊ីហ្នឹងលោកសំស៊ីខ្លួនឯងហ្នឹងដូចខ្ញុំបានបញ្ជាក់ខាងដើមមានទោសទណ្ឌច្រើនរួចស្រេចទៅហើយបាទទោសធ្ងន់ទៅទៀតអញ្ចឹងប្រសិនបើបងប្អូនប្រជាពលរដ្ឋឬក៏សកម្មជនដែលមិនបានផ្ទៀងផ្ទាត់ទាំងទស្សនវិជ្ជាច្បាប់ទស្សនវិជ្ជានយោបាយអីហើយបែរជាចូលរួមជាមួយខ្ញុំគិតថានឹងនាំតែមានបញ្ហាផ្ទាល់ខ្លួនទាំងបញ្ហាច្បាប់និងបញ្ហាខាតពេលវេលាអីទៅវិញទេបាទ